បាទជំរាបសួរបងប្អូនអរគ្នាសាជាថ្មីម្ដងទៀតអរគុណព្រះអង្គហើយថ្ងៃនេះយើងនឹងបន្តថ្នាក់ពិសោធន៍នេះរបស់យើងទាំងអស់គ្នាបាទចឹងថ្ងៃនេះយើងនៅតែបន្ត Unit 2 បាទ Personal Stories បាទនិយាយអំពីរឿងរ៉ាវផ្ទាល់ខ្លួន Lesson A Pronunciation បាទចឹងយើងនឹងរៀនទាក់ទងជាមួយនឹងការបញ្ចេញសំឡេង Intonation in complete sentences បាទមានន័យថាយើងរៀនអំពីការលើកដាក់សំឡេងនៅក្នុងប្រយោគដែលវាស្មុគស្មាញមានន័យថាបាទ complex នោះមានន័យថាប្រយោគស្មុគស្មាញវាបាទវាមាន clear មានន័យជាប់គ្នាច្រើនអញ្ចឹងទៅបាទអាចជាប្រើ camera ឬក៏ទៅប្រើ when well ដើម្បីភ្ជាប់ clear ពីរនឹងបញ្ចូលគ្នាឬក៏ clear ច្រើនមានន័យថាវាមាន clear មានន័យថា independent clause ផងហើយនិង dependent clause ផងនៅក្នុងប្រយោគទាំងមួយហ្នឹងបាទតោះអញ្ចឹងយើងមើលតើអ្នកតើ intonation ហ្នឹងបាទគេប្រើបែបណាដែរអញ្ចឹង intonation មានន័យថាការលើកដាក់សំឡេងនៅក្នុងភាសាអង់គ្លេសហើយវាចាំបាច់មែនតើការលើកដាក់សំឡេងហ្នឹងអញ្ចឹងនៅក្នុងភាសាអង់គ្លេសគេថា intonation ហ្នឹងវាមានរបៀបនៃការប្រើវាហ្នឹងគឺ3ទី1គឺ resting intonation មានន័យថាការគេដំឡើងសំឡេងមានន័យថាការដំឡើងសំឡេងរបស់យើងបាទតើនៅក្នុងប្រយោគហ្នឹងយើងត្រូវដំឡើងសំឡេងកន្លែងណាអីចឹងទៅបាទអញ្ចឹងមានន័យថាវាមានការដំឡើងសំឡេងបាទចំណុចទី1ចំណុចទី2 falling resting intonation មានន័យថាការតម្លាក់សំឡេងហ្នឹងការដំឡើងសំឡេងនៅក្នុង clear ឬក៏ class តែមួយហ្នឹងវាមានតម្លាក់សំឡេងផងវាមានដំឡើងសំឡេងផងអានេះ resting intonation ហ្នឹងមានន័យថាវាគឺដំឡើងសំឡេងហើយថាដំឡើងសំឡេងក៏បញ្ចុះសំឡេងនេះគេប្រើដូចដែរអញ្ចឹងដូចជាការដំឡើងសំឡេងនេះមានន័យថាវាជាការពិចារណាពីការវានៅមានន័យថានៅចុងបញ្ចប់នៃប្រយោគដែរដើម្បីកំណត់ព័ត៌មាននៃមួយជាក់លាក់អីចឹងទៅប៉ុន្តែ falling and resting intonation ការតម្លាក់សំឡេងនេះតម្លើងសំឡេងមកវិញអញ្ចឹងមានន័យថាវាបញ្ជាក់បង្ហាញថាប្រយោគនោះវាអត់ទាន់ចប់ទេវានៅបន្តទៀតអញ្ចឹងដែរបាទ number 3 falling intonation បាទចំណែកឯការតម្លាក់សំឡេងចុះហ្នឹងមានន័យថាជាទូទៅគេប្រើវានៅខាងចុងប្រយោគមានន័យថាវាជាទីបញ្ចប់នៃប្រយោគហើយនៅពេលដែលយើងតម្លាក់សំឡេងហ្នឹងហើយបាទ how to apply intonations in complex sentences បាទតើយើងត្រូវអនុវត្តវាដោយរបៀបណានៅក្នុងប្រយោគដ៏ស្មុគស្មាញទាំងអស់ហ្នឹងបាទអញ្ចឹងទី1បាទយើងអនុវត្តវាដើម្បីបង្ហាញនិយាយ break the sentence into clause មានន័យថាយើងប្រើវាដើម្បីបំបែក break ហ្នឹងបំបែកប្រយោគហ្នឹងឲ្យទៅជា clear ឲ្យទៅជា clear បាទប៉ុន្តែគេអត់កាត់វាចេញពីគ្នាទេគេគ្រាន់តែប្រើអីគេ intonation ហ្នឹងទៅដើម្បីយើងច្បាស់មកការបញ្ចេញសំឡេងការលើកដាក់សំឡេងការទម្លាក់សំឡេងហ្នឹងគឺយើងនឹងដឹងច្បាស់ថាអូប្រយោគហ្នឹងត្រូវបានគេបំបែកវាដោយការលើកដាក់សំឡេងគេប្រើ intonation ឯងបាទទី2 identify the clause function មានន័យថាគេប្រើដើម្បីកំណត់នៅមុខងារនៃ clear ណាមួយបាទអញ្ចឹងគេប្រើការលើកដាក់សំឡេងហ្នឹងដើម្បីកំណត់នៅក្នុងមានន័យថាកំណត់ clear នៅក្នុងប្រយោគកំណត់មុខងារថាវាចាំបាច់នេះវាជាព័ត៌មានបែបណាព័ត៌មានចាំបាច់ឬក៏បែបណាអញ្ចឹងគឺគេប្រើការលើកដាក់សំឡេងនេះដែរចំណែកទី3 use intonations to show relationship មានន័យថាគេប្រើការលើកដាក់សំឡេងនេះដើម្បីបង្ហាញអំពីទំនាក់ទំនងរវាង clause មួយទៅ clause មួយប៉ុន្តែនៅក្នុងប្រយោគតែមួយបាទហើយសារៈប្រយោជន៍របស់វា the importance of intonation គឺទី1 clarifies meaning មានន័យថាវាជួយកំណត់ឲ្យយើងដឹងអំពីអត្ថន័យកាន់តែច្បាស់លាស់មានន័យថា clear មួយហ្នឹងឬក៏ប្រយោគមួយហ្នឹងហើយទី2 express សំទោសលើក s មួយបាទ express emotion វាក៏ប្រើដើម្បីបង្ហាញអំពីអារម្មណ៍ដែរបាទអារម្មណ៍ជាផ្អើលឬក៏តក់ស្លុតឬក៏ភ័យខ្លាចអីដែរអានោះនៅពេលដែលយើងភ័យខ្លាចអីចឹងយើងដំឡើងសំឡេងអីចឹងហ្នឹងហើយគេហៅថា intonation ឯងបាទចំណែកទី3 manage discourse បាទមានន័យថាយើងប្រើវាដើម្បីគ្រប់គ្រងឬក៏មានន័យថាយើងគ្រប់គ្រងទៅលើ
អានុសាសន៍ទៅលើក្តីថ្លែងការណ៍ណាមួយបាទអញ្ចឹងគេប្រើintonation នឹងវាមានសារៈសំខាន់ដល់នៅពេលដែលយើងលើកដាក់សំឡេងដើម្បីបញ្ជាក់អំពីអានុសាសន៍របស់នរណាម្នាក់ឬក៏សេចក្តីថ្លែងការណ៍របស់ស្ថាប័នណាមួយគឺគេត្រូវការប្រើប្រាស់ intonation ក្នុងការលើកដាក់សំឡេងដើម្បីឲ្យអ្នកស្ដាប់នោះគេងាយយល់ចឹងទៅណាបាទអូខេអញ្ចឹងយើងមើល example បាទមាន Angela was cooking pasta when everything went dark បាទហើយទី2 when everything went dark Angela was cooking pasta បាទអញ្ចឹងយើងនឹងស្ដាប់ទាំងអស់គ្នាហើយព្រួញនេះលោកគ្រូបង្ហាញនេះគឺព្រួញមានន័យថាតម្លាក់សលេងអានេះក៏តម្លាក់សលេងអានេះក៏តម្លាក់សលេងអានេះសលេងវាស្មើបាទ pasta ឡើយអញ្ចឹងយើងនឹងស្ដាប់track ទាំងអស់គ្នាដើម្បីឲ្យយើងងាយយល់ហើយផ្ទៀងជាមួយនឹងប្រយោគទាំងអស់គ្នាតើដូចអ្វីដែលលោកគ្រូបានបង្ហាញអត់ការតម្លាក់សលេងបាទអញ្ចឹងដូចគ្នាដែរតែតម្លាក់សលេងមានន័យថាបាទ falling intonation ហ្នឹងគឺគេតម្លាក់សលេងទៅចុងប្រយោគឬក៏ចុង clear នឹងឯងណាអូខេអញ្ចឹងយើងចាប់ដើមស្ដាប់ track ជាមួយលោកគ្រូទាំងអស់គ្នាបាទ Page 15 Exercise 4 Pronunciation Intonation in complex sentences yes Angela was cooking pasta when everything went dark. dark អញ្ចឹងគេតម្លាក់សលេងឡើង dark When everything went dark, Angela was cooking pasta. Okay, again. ទៀងម្ដងទៀតជាមួយលោកគ្រូទាំងអស់គ្នា Page 15 Exercise 4 Pronunciation Intonation in complex sentences Angela was cooking pasta when everything went dark. When everything went dark, Angela was cooking pasta. Yes ចឹងយើងមើលនៅក្នុងប្រយោគហ្នឹង Angela was cooking pasta when everything went dark អញ្ចឹងឃើញថានៅក្នុងប្រយោគទី1ហ្នឹងគេអត់ប្រើ comma ទេប៉ុន្តែគេប្រើ when នៅកណ្ដាលបាទដើម្បីភ្ជាប់គ្នាទាំងពីរហ្នឹងហើយយើងឃើញថា pasta នៅប្រយោគទី1ហ្នឹងគឺសលេងស្មើបាទគេអត់ស្កប់សលេងទេបាទអញ្ចឹងប្រយោគហ្នឹងគេចង់មានន័យថាម៉េចបាទនៅពេលដែលមានន័យថា Angela កំពុងតែចម្អិន pasta បាទឬក៏ធ្វើ pasta នៅពេលដែលគ្រប់យ៉ាងបាទរៀបគ្រប់យ៉ាងក៏ត្រូវបានងឹតឬយើងហៅថាដាក់ភ្លើងអីចឹងទៅបាទហើយចំណែកទី2វិញនៅពេលដែលគ្រប់យ៉ាងបានងឹតឬក៏ភ្លើងដាច់ហ្នឹងបាទ Angela កំពុងតែចម្អិន pasta អញ្ចឹងយើងឃើញថានៅពេលដែលយើងប្រើ comma កន្លែងនេះយើងឃើញ dark នេះគឺតម្លាក់សលេងហើយ pasta នៅចុងបង្អស់បន្ទាប់ពី full stop ក៏តម្លាក់សលេងដែរអញ្ចឹងយើងឃើញប្រយោគពីរហ្នឹងយើងខុសគ្នាបន្តិច pasta នៅប្រយោគទី1គឺសលេងស្មើប៉ុន្តែ pasta នៅប្រយោគទី2វិញនៅពេលដែលយើងប្រើ comma ភ្ជាប់ clear គឺយើងតម្លាក់សំឡេងបាទអញ្ចឹងសរុបមកវិញប្រយោគទាំងពីរនេះគ្រាន់តែចង់បង្ហាញឲ្យយើងដឹងអំពីព័ត៌មានជាក់លាក់ថា Angela ហ្នឹងគាត់បានចម្អិនអាហារមានន័យថាចម្អិនអាហាររបស់គាត់គឺ pasta នៅពេលដែលគ្រប់យ៉ាងត្រូវបានងឹតឬក៏ដាក់ភ្លើងទៅវាងឹតទៅបាទអាហ្នឹងគឺគេការបញ្ជាក់អត្ថន័យនេះបាទ clarify មានន័យថាបញ្ជាក់ឲ្យយើងដឹងច្បាស់អំពីអត្ថន័យអ្វីដែលគេចង់និយាយដែរគាត់ចង់តែជួយថាខ្ញុំពុំចម្អិន pasta ស្រាប់តែងឹតស្លុបលៀមនោះងឹតស្លុបបាទពេលហ្នឹងស្រាប់តែងឹតស្លុបបាទអញ្ចឹងគេចង់ឲ្យយើងដឹងអំពីព័ត៌មានជាក់លាក់ថាពេលដែលគាត់ធ្វើ pasta ចាប់ផ្ដើមដាក់ភ្លើងឬក៏ងងឹតមិនដែរអញ្ចឹងអានេះជាព័ត៌មានលម្អិតនៅក្នុងឬក៏ព័ត៌មានសំខាន់នៅក្នុងប្រយោគដែលគេចង់និយាយប្រាប់យើងបាទអរគុណច្រើនហើយលោកគ្រូមានតែប៉ុណ្ណឹងតើតើជាមួយនឹង intonation បាទ intonation ការលើកដាក់សំឡេងការប្រើប្រាស់វាគេប្រើវានៅក្នុងប្រយោគបាទហើយវាពិតជាសំខាន់មែនទែនក្នុងការដែលយើងចេះលើកដាក់សំឡេងនៅក្នុងប្រយោគនៅក្នុងភាសាអង់គ្លេសព្រោះវាជួយយើងច្រើនមែនទែនក្នុងការឲ្យអ្នកស្ដាប់គាត់ងាយយល់អំពីអីដែលយើងចង់និយាយថាយើងលើកមានន័យថាយើងដំឡើងសំឡេងឬក៏យើងទម្លាក់សំឡេងហ្នឹងគាត់ងាយនឹងចាប់យកព័ត៌មានហ្នឹងនៅពេលដែលយើងដំឡើងសំឡេងហ្នឹងគាត់គិតថាអូកន្លែងហ្នឹងគឺសំខាន់នៅពេលដែលយើងទម្លាក់សំឡេងបុកមានន័យថាអូភ្លេងហ្នឹងត្រូវបានបញ្ចប់ហើយអញ្ចឹងនេះជាចំណុចពិសេសមួយក្នុងការឲ្យយើងចេះស្ដាប់ភាសាអង់គ្លេសដែរបាទអរគុណច្រើនហើយលោកគ្រូមានតែប៉ុណ្ណឹងសូមព្រះបាទប្រទានពរដល់គ្នា